បានជម្រាបសួរបងប្អូនទាំងអស់គ្នានៅក្នុងក្រុមថ្នាក់ SketchUp បាទអញ្ចឹងថ្ងៃនេះខ្ញុំបង្ហាញអំពីមេរៀនមួយតាក់ទងជាមួយនឹងការចាប់ផ្ដើមពីដំបូងឡើយតឡើង SketchUp ណាដោយយើងមានប្លង់ជា file AutoCAD បាទអញ្ចឹងជាដំបូងយើងត្រូវ import សិនបាទយើងចូលកន្លែង file យកពី import ហើយយើងរើសយក folder យក file ណាមួយដែលយើងចង់ import ចូលមកពេលដែលបងប្អូនរកហើយបងប្អូនคลิกលើវាហើយ import OK មកឃើញ load អញ្ចឹងណាបាទអញ្ចឹងកន្លែងនេះគឺមានន័យថាឥឡូវហ្នឹងគឺជាប្រភេទ layer ប្រមាណដែលមាននៅក្នុងប្លង់ដែលយើង import ចូលហើយ line ម៉ាន polyline ម៉ានអញ្ចឹងណាហើយបើសិនជាយើង import test ឬក៏អីផ្សេងចូលគឺវាអត់ support មានដូចខាងក្រោម3នេះមាន1 2 3អញ្ចឹងទៅអូខេអញ្ចឹងយើងអូខេមកយើងបានប្លង់ដែលយើង import ចូលពី 2D មកគឺរៀងមកចេញមកអញ្ចឹងណាអូខេអញ្ចឹងបងប្អូននេះគឺជាវីដេអូនៅក្នុងការបង្ហាញអំពីមុននឹងយើងចាប់ផ្ដើមតម្លើង model ផ្ទះមួយប្រហែលតែជាផ្ទះ villa មួយអញ្ចឹងទៅគឺបងប្អូនត្រូវ import ចូលបន្ទាប់ពី import ចូលហើយគឺយើងត្រូវធ្វើយ៉ាងណាឲ្យវានៅស៊ីជាមួយ3ទិសនឹងឲ្យស្រួលបើសិនជាយើង import អត់ចំ3ហ្នឹងទេពេលដែលយើង import ចូលក្នុង Lumion គឺប្លង់នឹងហោះបាទអញ្ចឹងដំបូងយើងត្រូវចាប់ឲ្យចំហើយយើងត្រូវគូផ្ទៃបាតមួយដើម្បីតបស្រួលយើង move in move out ឬក៏យើង zoom in zoom out ងាយនៅពេលដែលយើងកាត់ rectangle ហើយយើងត្រូវបង្កើត group វាមួយដាច់ដោយឡែក group មួយហើយយើងពុះវាចេញមួយទឹកឬក៏ពីរទឹកអីចឹងទៅពេលយើងពុះបានមកយើងឃើញមានប្លង់ដែលយើង import មានប្លង់បាតមានប្លង់ elevation មានប្លង់ដបូលដែលវាមាននៅក្នុង group តែមួយបាទអូខេអញ្ចឹងនៅពេលដែលយើងមុននឹងយើងដំឡើងគឺយើងមិនអាចដំឡើងផ្ទះទាំងមូលបានទេយើងត្រូវឡើងតាមផ្នែកហើយដើម្បីភាពងាយស្រួលបងប្អូនត្រូវបំបែកគ្រប់ដែលមានស្រាប់ពី file AutoCAD ពីមុនមកហ្នឹងណាបាទអញ្ចឹងយើង export គ្រប់ចេញមួយឲ្យអស់សិនមកបាទអូខេអញ្ចឹងយើង export ចេញមកយើងបំបែកឲ្យផ្សេងគ្នាបន្ទាប់ពីបងប្អូន export ចេញហើយគឺវាមានចែកជាប្លុកមួយយើងត្រូវបង្កើតក្រុមវាសាថ្មីបាទដើម្បីយើង move ដើម្បីយើងទាញយកទៅដាក់នៅកន្លែងណាមួយបាទអញ្ចឹងយើងបង្កើតក្រុមវាមួយដាច់ដោយឡែកមកបង្កើតក្រុមដាច់ដោយឡែកមួយមកពេលដែលយើងបង្កើតបានក្រុមដាច់ដោយឡែកមួយហើយគឺយើងងាយស្រួលនៅក្នុងការដំឡើងពីប្លង់បាតដំឡើងពីការទាញប្លង់បាតយកមកដាក់ជាមួយនឹង elevation នៅក្នុងការ rotate ដើម្បីបញ្ឈរដូចយើងលើកផ្ទះខ្មែរបងប្អូនលើកផ្ទះខ្មែរធម្មតាមានព្រំតសហើយយើងរៀបជាផ្ទះជានេះហើយបានយើងលើកក្រងបង្គំបាទអាហ្នឹងដូចគ្នាពេលដែលយើងតម្លើងប្លង់បាតយើងតម្លើង modeling 3D អីទាំងអស់គឺយើងត្រូវការធ្វើបែបហ្នឹងណាបាទអូខេអញ្ចឹងខ្ញុំបំបែកគ្រប់មួយហ្នឹងបានហើយបាទតោះឥឡូវខ្ញុំបង្ហាញបងប្អូនអំពីការគូដបងគឺយើងត្រូវការមើលសសរហើយយើងកាល់តាមប្លង់បាទជឹកឧបមាថាយើងមានសសរអញ្ចឹងគឺធម្មតាសសរគឺវាដូចគ្នាហើយមិនអញ្ចឹងសសរផ្ទះមួយណាអញ្ចឹងបើសិនជាដូចគ្នាគឺបងប្អូនកុំភ្លេចណាកុំភ្លេចពេលដែលយើងគូមួយហើយយើងត្រូវការបង្កើតជា component បាទអញ្ចឹងលក្ខណៈពិសេសនៅក្នុងការ drawing គឺ component និង group គឺវាសំខាន់group ករណីយើងបង្កើតឡើងដើម្បីបែងចែកដាច់ដោយឡែករវាងរូបមួយនិងរូបមួយកុំឲ្យវាពាក់ព័ន្ធជាមួយនឹងកលាផ្ទៃធ្វើឲ្យខូចរូប model 3D របស់យើងបាទទី2 component យើងបង្កើតឡើងបើសិនជាយើងកែមួយគឺកែទៅទាំងអស់ប៉ុន្តែយើងបែងចែកដូចគ្រប់ដូចគ្នាខុសត្រង់យើងកែមួយកែទៅទាំងអស់បាទឥឡូវខ្ញុំបង្កើត
rectangle ហើយបន្តមកខ្ញុំ copy ណាបាទខ្ញុំ copy ទៅសបដោយសារទៅសតែមួយបាទយើង copy មក copy ដាក់ឲ្យគ្រប់តាមទីតាំងទៅសដែលយើងគូរនៅក្នុង 2D នៅពេលដែលយើងបានចំណែកការចាប់ផ្ដើមចាប់ទីតាំងទៅដាក់តាមទៅសមួយហើយឲ្យគ្រប់ជ្រុងដែលយើងមាននៅក្នុង 2D ហើយបន្តមកបានយើងភុះបាទយើងប្រើ tool ភុះឥឡូវខ្ញុំដាក់ឲ្យគ្រប់ទីតាំងសិនដាក់គ្រប់ទីតាំងសិនហើយយើងភុះនេះចឹងខ្ញុំមូអានឹងលុបចេញសិនមកហើយខ្ញុំមូអានឹងដាក់ដោយសារវាខុសទីតាំងនៅក្នុងប្លង់ 2D បាទអូខេអញ្ចឹងយើងបានប៉ុណ្្នឹងហើយបន្ទាប់ពីបានប៉ុណ្្នឹងហើយបងប្អូនគ្រាន់តែคลิก2ដងលើវាហើយយើងភុះវាចេញមកបាទប៉ុន្តែមុននឹងភុះបងប្អូនដឹងថាកម្ពស់ផ្ទះប្រហែលប៉ុន្តែយើងមានប្លង់ elevation ប្លង់បាតបាទអញ្ចឹងបើសិនជាយើងមានប្លង់បាតយើងត្រូវការ rotation rotate របស់វាណា rotate បញ្ឈរផ្ទាំងខាងមុខហ្នឹងឲ្យវាបញ្ឈរហើយបានយើងដឹងថាកម្ពស់វាប្រហែលដោយការធ្វើទាញកម្ពស់សសរហ្នឹងគឺឲ្យវាស៊ីជាមួយនឹងelevation ដែលយើងបានគូរនៅក្នុង 2D ដែលយើងឆ្លងមកអតិជនហើយឬក៏យើងសម្រេចចិត្តថាយើងយកម៉ូតហ្នឹងបាទឥឡូវខ្ញុំសេរីសិនយើងសេរីធ្វើយ៉ាងណាឲ្យវាឃើញកន្លែងក្រហមស្រួលយើងពវល់ជុំវិញក្រហមណាយើងធ្លាប់រៀន tool យើងដឹងហើយណាកន្លែង rotate បាទពេលយើងបញ្ឈរប៉ុណ្ណឹងហើយយើងចាប់ផ្ដើមមូចេញមូអាប្លង់ elevation ខាងមុខហ្នឹងយកទៅផ្ទឹមជាមួយនឹងទៅផ្គប់ជាមួយនឹងប្លង់បាតនេះបាទអញ្ចឹងការដំឡើង 3D ដោយយកប្លង់ 2D ទៅគឺធ្វើបែបហ្នឹងណាបាទអូខេអញ្ចឹងឥឡូវបងប្អូនមូចេញប៉ុណ្ណឹងមកអូខេខ្ញុំដាក់ប៉ុណ្ណឹងហើយអញ្ចឹងយើងអាចដឹងហើយថាតើកម្ពស់សសរយើងទាញបានប៉ុណ្ណាអញ្ចឹងខ្ញុំពុះសសរហ្នឹងឲ្យវាប្រយោលជាមួយនឹងដែលប្លង់ elevation ខាងមុខដែលយើងគូរនៅក្នុង 2D បាទខ្ញុំពុះខ្ញុំទាញប្រយោលប៉ុណ្ណឹងមកឃើញទេបាទហ្នឹងហើយបងប្អូនកន្លែងហ្នឹងគឺជាកន្លែងសំខាន់មែនទែនដែលបងប្អូនអាចស្វែងយល់ហើយវីដេអូនេះគឺជាការបង្ហាញពីការចាប់ផ្ដើមដំបូង import ហើយយើងបង្កើត group មួយបែងចែកហើយបានយើងទៅឡើងទៅសហើយបង្កើត component ដោយសារសដូចគ្នាហើយនឹងប្រគប់មុំតាម elevation ឥឡូវខ្ញុំបង្ហាញប៉ុណ្ណឹងក្នុងវីដេអូនេះហើយយើងនឹងជួបគ្នាក្នុងវីដេអូទី2ដែលយើងនិយាយអំពីការបង្កើតជញ្ជាំងបាទការបង្កើតជញ្ជាំងការបែងចែក group ហើយនឹងការរៀបតឡើងធ្វើយ៉ាងណាពីដើមរហូតដល់ចប់ដើម្បីយើងបានផ្ទះមួយបាទចំណុចបន្ទាប់យើងនឹងបង្ហាញបន្តទៀតណាអញ្ចឹងអរគុណច្រើនបងប្អូនជួបគ្នាក្នុងវីដេអូក្រោយបាទ